ពិធីដ៏ចម្លែកមួយនៅក្នុងស្រុកអូរ៉ាល់ដែលគេតែងតែធ្វើនិងហាមអ្នកក្រៅមិនឲ្យចូលភូមិតែបើចូលហើយពិន័យរបស់ជំនាញហ្នឹងគឺកណាត់សមអោមួយស្រាមម្ដងហើយវាយ100ពណ៌កើតចេញពីដំណើររឿងដ៏រន្ធត់ដែលធ្វើឲ្យពួកគាត់ត្រូវតែធ្វើពិធីនេះរឿងសំណាញ់ទាំងអស់សុទ្ធតែកើតចេញពីហេតុផលបុកនំចំណាំខ្មោចគេបុកខាងលិចតាតើសំណំគឺជាអ្វីចម្លើយមាននៅក្នុងវីដេអូនេះការធ្វើដំណើរតែម្នាក់ឯងពិតជាមានសេរីភាពប៉ុន្តែទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងតម្រូវឲ្យសម្រេចចិត្តឲ្យបានលឿនការធ្វើដំណើរតែម្នាក់ឯងវាបង្រៀនឲ្យយើងចេះតស៊ូអត់ធ្មត់និងចេះបត់បែនឲ្យបានលឿនទៅតាមស្ថានភាពជាក់ស្ដែងដើម្បីផលិតវីដេអូមួយនេះខ្ញុំត្រូវចេញមកពីយប់ដើម្បីឲ្យទាន់កម្មវិធីនៅក្នុងភូមិពីបន្ទាយមានជ័យមកដល់ស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺមានចម្ងាយ370គីឡូម៉ែត្រមនុស្សតិចណាស់ដែលដឹងថានៅក្នុងស្រុកអូរ៉ាល់មានជនជាតិដើមភាគតិចសួយគាត់រស់នៅពិសេសនៅក្នុងភូមិកោដូនតីជាទូទៅបើគេធ្វើដំណើរមកតំបន់នេះគេផ្ដោតទៅលើការឡើងភ្នំខ្នងផ្សាខ្នងក្រពើនិងមកលេងរមណីយដ្ឋានទេទឹកពុះនេះហើយដែលមានប្រវត្តិរឿងរ៉ាវពាក់ព័ន្ធទៅនឹងភូមិកោដូនតីតាមរយៈរឿងព្រេងនិទានមួយដំណាលថាដើមឡើយមានសេដ្ឋីកំណាញ់មួយរូបមានកូន2នាក់ប្រុសមួយស្រីមួយដែលកូនទាំង2នាក់នោះត្រូវបានគាត់បំបែកចេញពីគ្នាតាំងពីនៅតូចដោយឲ្យកូនប្រុសរបស់គាត់ទៅនៅជាមួយគេនៅឯភូមិផ្សេងដោយសារខ្លាចបែកទ្រព្យទោះមានគេចូលដណ្ដឹងកូនស្រីរបស់គាត់ក៏គាត់មិនឲ្យគេដែរក្រោយមកគាត់បានពិភាក្សាជាមួយប្រពន្ធគាត់ដើម្បីជៀសវាងបែកទ្រព្យសម្បត្តិមានតែរៀបការកូនរបស់ខ្លួនទាំងពីរដែលបានបំបែកគ្នាតាំងពីតូចឲ្យយកគ្នាជាប្តីប្រពន្ធគិតគូររួចហើយគាត់ចាត់ចែងរៀបមង្គលការឲ្យកូនទាំងពីរដោយអញ្ជើញភ្ញៀវសុទ្ធតែអ្នកមានលើកលែងតែយាយតៃម្នាក់ដែលមិនបានហៅឲ្យចូលរួមមិនតែប៉ុណ្ណោះសេដ្ឋីថែមទាំងបញ្ជាឲ្យគេយកសត្វក្រពើរបស់យាយតៃចិញ្ចឹមមកកាប់ធ្វើម្ហូបទទួលភ្ញៀវទៀតផងយាយតៃក្រោយពីដឹងថាសេដ្ឋីការកូនបង្កើតរបស់ខ្លួនឲ្យយកគ្នាជាប្តីប្រពន្ធគាត់មានការបារម្ភជាខ្លាំងលុះវេលាយប់ឡើងយាយតៃបានយល់សពឃើញតាចាស់មកប្រាប់ថាថ្ងៃស្អែកហាមមិនឲ្យទៅក្បែររោងការជាដាច់ខាតភ្ញាក់ឡើងគាត់ភ័យខ្លាំងណាស់គាត់នៅតែក្នុងផ្ទះមិនហ៊ានចេញទៅណាទេព្រោះគាត់ដឹងច្បាស់ជាមានរឿងមិនល្អកើតឡើងហើយគាត់បានបួងសួងថាបើគាត់អាចគេចផុតពីគ្រោះភ័យនៅមានជីវិតគាត់នឹងកោសក់ថ្វាយដល់ព្រះធរណីនៅក្នុងភូមិដែលគាត់រស់នៅដូច្នោះហើយបានជាភូមិនោះមានឈ្មោះថាភូមិកោដូនតីរហូតមកដល់បច្ចុប្បន្ននេះងាកទៅផ្ទះសេដ្ឋីវិញមនុស្សម្នាបានមកចូលរួមពិធីមង្គលការយ៉ាងច្រើនកកកនៅពេលពិធីសែនព្រេនបានចាប់ផ្ដើមស្រាប់តែកើតបាតុភូតចម្លែកបាក់ដីផុសទឹកឡើងមកស្រូបយកមនុស្សចូលទៅក្នុងដីបាត់គ្មានសល់ម្នាក់លើកលែងតែយាយតៃម្នាក់គត់ដែលនៅរស់គាត់បានរត់គេចពីទីនោះទៅរកទីទួលមួយកន្លែងដែលបច្ចុប្បន្នទីនោះក្លាយជាតំបន់ដីព្រៃអារក្សភ្នំទេតាមការសន្យាយាយតៃបានកោសក់ថ្វាយព្រះធរណីហើយរស់នៅមានគ្រួសាររហូតបានកូនប្រុសមួយទើបប្តីរបស់គាត់ទៅបួសជាតាបសនៅលើភ្នំខ្ជូលដែលគេតែងហៅថាភ្នំអូរ៉ាល់ភ្នំខ្ជូលសំដៅដល់ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេដែលមានកម្ពស់1813ម៉ែត្ររីឯភ្នំអូរ៉ាល់សំដៅដល់ប្រជុំភ្នំតូចធំទាំងអស់នៅតំបន់នោះនិយាយពីទីកន្លែងដែលមានព្រះធរណីស្រូបនោះនៅបន្តមានទឹកក្តៅផុសឡើងមកឥតឈប់ឈរនិងបានក្លាយទៅជារមណីយដ្ឋានទេទឹកពុះរហូតមកដល់សព្វថ្ងៃនេះចាប់ពីពេលនោះមកជនជាតិដើមភាគតិចសួយនៅតំបន់នោះហាមមិនឲ្យកូនចៅដែលជាប់សាច់ឈាមនឹងគ្នាយកគ្នាជាប្តីប្រពន្ធជាដាច់ខាតជនជាតិដើមភាគតិចសួយជាក្រុមមនុស្សចូលចិត្តរស់នៅតំបន់ខ្ពង់រាបដែលមានប្រវត្តិសាច់រឿងជាច្រើនតាមរយៈប្រវត្តិសាស្ត្រពិតផងនិងតាមរឿងព្រេងផងបច្ចុប្បន្នបើទោះបីពួកគាត់ភាគច្រើននិយាយភាសាខ្មែរក៏ពិតមែនប៉ុន្តែក៏នៅមានមនុស្សចាស់មួយចំនួននៅតែរក្សាភាសាកំណើតរបស់ខ្លួនសម្រាប់ទំនាក់ទំនងនៅក្នុងគ្រួសារនិងសហគមន៍ផងដែរ
ទោះបីជាមានការវិវត្តនៃសង្គមសម័យទំនើបក៏ដោយក៏ពួកគាត់នៅតែរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនដែលមានលក្ខណៈខុសប្លែកពីគេជនជាតិដើមភាគតិចសួយមានជំនឿទៅលើអារក្សអ្នកតាដោយពួកគាត់ជឿថាព្រៃភ្នំនិងប្រភពទឹកសុទ្ធតែមានម្ចាស់ឬមានអ្នកថែរក្សាហេតុនេះហើយរៀងរាល់ឆ្នាំមុននឹងបង្កើនផលឬមានគ្រោះអាសន្នអ្វីមួយគេតែងរៀបចំពិធីសែនព្រេនដើម្បីសូមឲ្យបានផលរីកចម្រើននិងសូមសេចក្តីសុខជាដើមក្នុងអំឡុងខែពិសាខឬខែចេសអ្នកភូមិនៅទីនេះតែងតែរៀបចំពិធីមួយហៅថាបុណ្យឡើងសំណំឬសែនព្រេនម្ដងដើម្បីបួងសួងដល់អារុក្ខអារក្សអ្នកតាសូមសេចក្តីសុខចម្រើនជៀសឲ្យផុតពីជំងឺដង្កាត់ផ្សេងៗហើយមួយវិញទៀតដើម្បីអាចធ្វើស្រែចម្ការបានក្រោយពីធ្វើពិធីនេះរួចនៅក្នុងពិធីនេះគេមានកិច្ចនិងគ្រឿងរណ្ដាប់ជាច្រើនដែលគេបានរៀបចំតាំងពី 2-3 ខែមុនមកម្លេះប៉ុន្តែពិធីពេញលេញគេធ្វើឡើងចំនួន 5 ថ្ងៃតែថ្ងៃដែលសំខាន់ជាងគេគឺ 3 ថ្ងៃចុងក្រោយនៅល្ងាចនេះគេមានកិច្ចមួយហៅថាកិច្ចសែនត្រាំនៅលើផ្ទះរបស់មេសំណែនអ្នកភូមិតំណាងឲ្យផ្ទះនីមួយៗត្រូវយកគ្រាប់ពូជផ្សេងៗស្លឹកថ្លុងនិងស្បូវឃ្លាំងដើម្បីធ្វើកិច្ចនេះដែលយើងអាចនិយាយឲ្យងាយយល់ជាការប្រសិទ្ធិដាស់ប្រលឹងគ្រាប់ពូជទាំងនេះដើម្បីឲ្យទទួលបានទិន្នផលខ្ពស់នៅមិនឆ្ងាយប៉ុន្មានពីផ្ទះមេសំណែនអ្នកភូមិបានមកជួយគ្នាធ្វើនំនិងបុកអំបុកសម្រាប់ពិធីនៅថ្ងៃស្អែកចឹងនេះហៅម្សៅគេមីងនេះក៏តំណាប់ខ្មៅក៏តំណាប់ខ្មៅក៏តំណាប់ខ្មៅនោះយើងបុកវាបុកនំតំណាប់ខ្មៅហ្នឹងហៅសំណំខ្មៅចាគេបុកខាងលិចផ្ទះខាងលិចផ្ទះចាយើងរើសទឹះទៀតណារើសចារើសទឹះនំសំណំគេធ្វើឡើងពីអង្ករដំណើបសឬខ្មៅបន្ទាប់ពីត្រាំទឹករួចហើយគេយកវាមកបុកឲ្យម៉ត់ហើយការបុកនោះទៀតសោតគេតម្រូវឲ្យបុកនៅទិសខាងលិចផ្ទះនិងនៅពេលល្ងាចក្រោយមកគេរែងយកតែម៉ត់លាយជាមួយនឹងស្ករត្នោតនិងថែមទឹកបន្តិចរួចខ្ចប់ជាមួយនឹងស្លឹកថ្លុងដើម្បីយកទៅចំហុយម្សៅដែលនៅសល់ពីការវេចគេចែកជូនអ្នកភូមិពិសាលេងក្នុងទិដ្ឋភាពសប្បាយរីករាយតាមរៀបភ្ញៀវគេនោះគេមកបុកមកកូនគេមកបុកដែលនំនៅពេលដែលអ្នកភូមិមកបុកនំមកយើងចាស់ចាស់នឹងយើងដាំរៀបភ្ញៀវចឹងណាកូនបាទចាយ៉ាងនោះទេកូនអំបុកក៏ជាគ្រឿងសំណែនមួយដ៏សំខាន់នៅក្នុងពិធីឡើងសំណំរបៀបបុកអំបុកសម្រាប់ពិធីនេះខុសពីអំបុកធម្មតាដោយសារការបុកសម្រាប់ពិធីនេះគេមិនឲ្យយកឈើមកគៀសទេហើយអង្រែដែលគេយកមកប្រើមិនមែនជាអង្រែដែលគេប្រើប្រចាំថ្ងៃនោះទេគឺគេត្រូវទៅកាប់ឈើថ្មីៗនៅក្នុងព្រៃយកមកធ្វើហើយអ្វីដែលចម្លែកនៅខាងចុងអង្រែគេមានកាប់លាក់បំបែកឈើចងភ្ជាប់គ្នាជាកំណាត់នេះយើងធ្វើដូចជាអោយលឺសំឡេងវាយើងដូចពីចាស់ពីដើមគាត់ធ្វើឲ្យលឺដូចជាសំឡេងរៃដូចជាអីចឹងណាការធ្វើរបៀបនេះត្រូវបានគេជឿថាដើម្បីឲ្យមានសំឡេងប្លែកនិងច្បាស់ជាងសំឡេងធម្មតាវាក៏ជានិមិត្តរូបនៃការហៅព្រលឹងក៏ដូចជាជូនដំណឹងដល់ដូនតាថាពិធីចាប់ផ្ដើមហើយក្រៅពីធ្វើឲ្យសំឡេងប្លែកអង្រែប្រភេទនេះជួយឲ្យការបុកអំបុកបានល្អមិនខ្ទេចពេកហើយជួយញែកអង្កាមឲ្យបានស្អាតជាងអង្រែធម្មតាដោយសារនៅពេលកម្លាំងអង្រែសង្កត់ទៅលើត្បាល់ធ្វើឲ្យដំណឈើនៅខាងចុងបង្កើតជាចលនារុញធ្វើឲ្យអង្រែក្រវាសដូចគេយកឈើមកគិះអំបុកអញ្ចឹងដែរនិយាយរួមការដែលអង្រែនេះមានសន្តានខុសពីអង្រែដែលគេប្រើប្រចាំថ្ងៃក៏ដោយសារគេចង់កំណត់ថាវាជាឧបករណ៍សម្រាប់ធ្វើពិធីដែលកំណត់ដោយទំនៀមទម្លាប់ដូនតានិងមានអត្ថន័យជាក់លាក់នៅថ្ងៃបន្ទាប់ជាថ្ងៃដ៏សំខាន់មួយក្នុងចំណោមថ្ងៃទាំង3នៅព្រឹកនេះអ្នកភូមិបានយកមាន់និងគ្រឿងសំណែនមួយចំនួនទៀតសម្រាប់រៀបចំកិច្ចពិធីនៅក្នុងឱកាសពិធីឡើងសំណំគូស្វាមីភរិយាថ្មីថ្មោងដែលមានម្ខាងរស់នៅភូមិផ្សេងតែមករៀបការជាមួយអ្នកភូមិនៅទីនេះនិងតម្រូវឲ្យមកបង្ហាញខ្លួនជាមួយនឹងមាន់មួយក្បាលស្រាមួយដបនិងលុយមួយចំនួនដើម្បីឲ្យដូនតាដឹងឮតាកានថាដូនជួយថែសា
តាមទំនៀមទម្លាប់នៅពេលមានពិធីនេះអ្នកនៅក្នុងភូមិគេមានត្រណមមួយចំនួនដូចជាហាមស្រែកឡូឡានិងចាក់ធុងបាសលឺហាមឆ្លុះប្រកែកគ្នានិងហាមមិនឲ្យហូបទំពាំងជាដើមអំឡុងពេលនោះដែរគេហាមមិនឲ្យមានមនុស្សចម្លែកចូលភូមិទេនៅមាត់ផ្លូវចូលគេមានបាំងរនាំងឈើមិនឲ្យអ្នកក្រៅចូលភូមិឡើយតែបើមាននរណាម្នាក់ចូលហើយគេនឹងពិន័យជាក្រណាត់មួយដុំមាន់មួយក្បាលស្រាមួយដបនិងថវិកាមួយចំនួនកាលពីសម័យដើមគេថែមទាំងពិន័យវាយ100រំពាត់ក៏មានប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះមានការបន្ធូរបន្ថយខ្លះ រយអត់ឲ្យចូលទេត្រូវពិន័យហើយហៅហ្នឹងអាមែនយកមកធ្វើបាបធ្វើអីណាឲ្យយើងដឹងហើយដើម្បីសរសែណាតាមពិន័យរបស់ជនជាតិហ្នឹងគឺកណាត់សមមកអោមាន់មួយស្រាម្ដងហើយវាយ100ពាត់ បើក្នុងករណីបុគ្គលនោះមិនមានសម្ភារៈឬលុយកាក់ទេគេនឹងលក់ឬពិន័យបុគ្គលនោះឲ្យនៅស៊ីផឹកសប្បាយជាមួយគេរហូតទាល់តែពិធីចប់ទើបឲ្យត្រឡប់ទៅវិញហេតុផលដែលពួកគាត់ត្រូវធ្វើដូចនេះក៏ដោយសារនេះជាជំនឿដូនតាដែលធ្វើតាំងពីដើមមកបើមិនពិន័យនឹងធ្វើឲ្យអ្នកភូមិជួបគ្រោះភ័យផ្សេងៗ បើនិយាយពីម្ហូបនៅក្នុងពិធីនេះវិញគឺសម្បូរហូរហៀមិនខ្វះទេពិសេសគឺមាន់ប៉ុន្តែគេតម្រូវឲ្យធ្វើសម្លម្ជូរស្លឹកខ្នឹងសាច់មាន់សម្រាប់ភ្ញៀវមកចូលរួមនិងមាន់ស្ងោរសម្រាប់សែនហើយគេតម្រូវឲ្យទទួលទានដោយដៃផ្ទាល់អត់មានប្រើផ្លាព្រាអត់មានប្រើស្អីផ្សេងទេមានតែដៃសុទ្ធ នៅល្ងាចនេះគេនឹងយកសំណែនផ្សេងៗយកទៅសែនជូនអ្នកតាមម្ចាស់ស្រុកតែមុននឹងកិច្ចនោះមកដល់គេត្រូវទៅយកស្រាអែកដែលទុកនៅផ្ទះអ្នកភូមិនៅជិតនោះស្រាអែកត្រូវបានគេធ្វើទុកតាំងពី 2-3 ខែមុនមកម្ល៉េះស្រាប្រភេទនេះត្រូវបានគេធ្វើយ៉ាងសម្រិតសម្រាំងសម្រាប់ពិធីឡើងសំណំរាប់ចាប់តាំងពីការធ្វើមេដំបែដែលគេត្រូវប្រើឬឈើច្រើនមុខនិងតម្រូវឲ្យដាំបាយនៅក្នុងក្អមជាដើមរបៀបធ្វើគេដាំទឹករហូតពុះរួចចាក់អង្ករចូលនិងចិញ្ច្រាត់ទឹកបាយចេញរួចផ្កាប់ក្អមទៅលើស្លឹកថ្លុងហើយយករងើកភ្លើងពីបេះដូងមកដាក់ពីលើគូតក្អមទុកនៅក្រោមកម្ដៅថ្ងៃដោយក្នុងគណៈនោះគេបួងសួងបន់ស្រន់សូមឲ្យមានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលក្រោយពីឆ្អិនហើយគេយកបាយនោះទៅរោងសំណំនិងចាក់សម្ដិលឲ្យត្រជាក់ដើម្បីលាយមេដំបែរួចញាត់ចូលទៅក្នុងអាវតិននិងបិទមាត់វាជាមួយនឹងដីដំបូករួចគេយកទៅទុកនៅផ្ទះអ្នកភូមិវិញស្រាអែកតម្រូវឲ្យរក្សាទុកនៅផ្ទះរបស់អ្នកភូមិណាម្នាក់ដែលគេដាក់វេនគ្នាពីមួយទៅមួយ 3 ឆ្នាំ 3 ឆ្នាំម្ដង អញ្ចឹងឆ្នាំក្រោយក៏នៅផ្ទះនេះដែរដល់3ឆ្នាំ នៅ 2 ឆ្នាំទៀតនឹងដឹកទៅបាន 1 ឆ្នាំទេ បាទក្នុងពិធីបួងសួងសុំស្រាអែកយកទៅរោងសំណំគេមានគ្រឿងរណ្ដាប់មួយចំនួនអមជាមួយនឹងការលេងភ្លេងផ្លយដើម្បីបង្គ្រប់កិច្ច ឈុំដូចណាស់ បន្ទាប់ពីធ្វើកិច្ចចប់ហើយបុរសម្នាក់បានអោបឲ្យតិនស្រាអែកដើរសំដៅទៅរោងសំណំ ក្រោយពីស្រាអែកបានមកដល់រោងសំណំហើយគេចាប់ផ្ដើមធ្វើពិធីសែនរោងសំណំដែលមានគ្រឿងសំណែនមួយចំនួនដូចជានំសំណំអំបុកបាយសម្លនិងស្រានៅមិនឆ្ងាយប៉ុន្មានពីផ្ទះអ្នកភូមិទីនេះជាទឹកដីរបស់អ្នកតាម្ចាស់ស្រុក ក្រោយពីចប់ពិធីនៅរោងសំណំអ្នកភូមិបានបន្តមកធ្វើពិធីនៅទីនេះមួយកន្លែងទៀតបរិសុទ្ធពីរនាក់កំពុងតែបន្លឺសំឡេងផ្លយអមជាមួយនឹងស្ត្រីមួយក្រុមជាអ្នកស្រែកច្រៀងបន្តនៅខាងមុខខ្ទមគេឃើញមានគ្រឿងសំណែនមួយចំនួនមានដូចជាមាន់ស្ងោរអំបុកនំសំណំស្រាទៀនធូបនិងចង្រុកស្រូវអានេះយើងឧបកិច្ចថាដូចចង្រុកស្រូវណា ធ្វើយើងទៅថាbiệtដូចកទេយ៉ាងណាច្រកស្រូវ បាទច្រកស្រូវបាទចង្រុកស្រូវនៅទីនេះសំដៅទៅលើកន្ទោងស្លឹកថ្លុងដែលមានដាក់អំបុកនិងនំសំណំដោយគេឧបកិច្ចថាជាចង្រុកស្រូវក្រឡេកមកគៀនខ្ទមគេឃើញមានដើមព្រិចមួយបាច់ចងផ្អោបជាមួយនឹងនំសំណំដែលគេប្រដូចទៅនឹងផ្លិតឃ្មុំជាមួយនឹងគុំស្រូវ
មេកន្ទ្រាញឬមេភូមិមានតួនាទីជាអ្នកដឹកនាំពិធីដោយមានការអុជធូបបួងសួងសុំសេចក្តីសុខសប្បាយដល់កូនចៅក្នុងភូមិក្រោយពីបញ្ចប់ការបួងសួងហើយគេផ្ដើមបើកស្រាអេកដើម្បីសែនជូនអ្នកតាម្ចាស់ស្រុកនិងចែកគ្នាទទួលទានស្រាអេកតម្រូវឲ្យលាយជាមួយនឹងទឹកមុននឹងទទួលទានហើយរបៀបនៃការទទួលទាននៅក្នុងពិធីនេះគឺទៅតាមលំដាប់លំដោយចាប់ពីមេកន្ទ្រាញទៅមេសំណានបន្តជាលំដាប់រហូតដល់អ្នកភូមិ ក្រោយពីបួងសួងនិងបើកឧទ្ទិសស្រារួចហើយគេផ្ដើមធ្វើពិធីមួយទៀតគឺពិធីបញ្ចុកអំបុកអ្នកស្រុកព្រៃភ្នំនៅក្នុងពិធីនេះគេតម្រូវឲ្យមានស្ត្រី10នាក់ចូលមួយជួរនិងបុរស3នាក់2នាក់ជាអ្នកកាន់ថាសអំបុកលាយជាមួយនឹងនំសំណំនិងម្នាក់ទៀតកាន់មែកឈើគាត់មានតួនាទីយកមែកឈើនោះទៅត្រដោះលើជើងស្ត្រីទាំងនោះដើម្បីឲ្យគាត់រសើបហើយសើចហាមាត់ដែលជាឱកាសឲ្យបុរស2នាក់ទៀតបញ្ចុកអំបុកទៅលើក្រុមស្ត្រីជាមួយគ្នានោះដែរខាងស្ត្រីក៏បញ្ចុកអំបុកទៅខាងបុរសវិញដូចគ្នាដែលធ្វើឲ្យមានបរិយាកាសសប្បាយរីករាយ ហេតុផលដែលគេធ្វើពិធីនេះឡើងគឺដើម្បីឲ្យភោគផលស្រែចម្ការបានទិន្នផលហូរហៀសម្បូរសប្បាយដោយសកម្មភាពនេះអញ្ចឹងដែរជូនខ្លាទៅព្រៃជាកិច្ចមួយទៀតនៅក្នុងពិធីឡើងអ្នកតាម្ចាស់ស្រុកបុរសម្នាក់ដែលតំណាងឲ្យសត្វខ្លាមានសម្លៀកបំពាក់ពណ៌ខ្មៅដៃយូរកន្ត្រកមាន់ដើរទៅមុខសន្សឹមនិងតាមពីក្រោយដោយអ្នកភូមិដើរបណ្ដើរកេះខ្លាបណ្ដើរធ្វើឲ្យខ្លាងាកមកក្រហឹមជាញយដង លុះធ្វើដំណើរដល់កន្លែងមួយដែលសមរម្យហើយគេយកមាន់និងស្រាមកបួងសួងដល់ម្ចាស់ព្រៃដើម្បីសុំសេចក្តីសុខ ខ្លាគឺអំណាចធំដើម្បីយកស្រូបយកឧបទ្រពចង្រៃទាំងអស់ឲ្យច្រាស់ចង្រៃពីភូមិអញ្ចឹងក៏សុំក្តីសុខក្តីចម្រើនអញ្ចឹង បន្ទាប់ពីបួងសួងនិងរៀបចំគ្រឿងសំណែនរួចហើយគេយកមាន់ស្ងោរនិងស្រាមកចែកគ្នាទទួលទានយ៉ាងសប្បាយកិច្ចនេះគេធ្វើឡើងដើម្បីជូនដំណើរក៏ដូចជាអរគុណដល់សត្វទាំងឡាយដូចជាខ្លាសំពោចដំរីជាដើមដែលបានមកចូលរួមពិធីឡើងសំណំនៅពេលពិធីចប់ហើយគេត្រូវជូនដំណើរសត្វទាំងនោះចូលទៅក្នុងព្រៃវិញចំពោះសត្វខ្លាឬសំពោចមិនព្រមចូលព្រៃទេលុះត្រាតែអ្នកភូមិធ្វើពិធីសែនឲ្យទៅពួកគេព្រមចូលព្រៃរាល់សកម្មភាពក៏ដូចជាពិធីទាំងអស់សុទ្ធសឹងតែមានឫសគល់នៃសាច់រឿងដែលធ្វើឲ្យមនុស្សជំនាន់ក្រោយនៅតែបន្តប្រតិបត្តិរហូតមកដល់សប្តាហ៍នេះដើម្បីឲ្យកាន់តែច្បាស់សូមរងចាំទស្សនាវីដេអូបន្ទាប់ខ្ញុំនឹងបកស្រាយពីដើមចមដែលធ្វើឲ្យមានពិធីទាំងនេះ